រៀបសួរបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទៅលេងស្រែម្ដងចាស្រែចាទិដ្ឋភាពស្រូវស្រុកស្រែមានទិដ្ឋភាពខៀវស្រងាត់ចាគឺជាដើមស្រូវកំពុងលូតលាស់ល្អមែនតើចានេះគឺជាដើមស្រូវលូតលាស់ល្អមែនតើចាប្រហែលជារយៈពេល1ខែគេស្ទង់រយៈពេលប្រហែល1ខែវាមានលូតលាស់បានល្អមែនតើចានេះគឺជាដើមថ្មនេះមានដើមតកួនមានអីចឹងណានេះផ្កាតកួនស្អាតមែនតើចាអូស្អាតតែគេថាញ៉ាំផ្កាតកួនអាហ្នឹងផ្កាតកួនណាបងប្អូនណាអត់ដែរស្គាល់ឃើញតែតកួនយើងធ្លាប់ញ៉ាំមកឥឡូវហ្នឹងឃើញនេះផ្កាតកួនពណ៌សស្វាស្វាយនេះដើមថ្មចាគឺក្នុងដើមតាមភ្លឺស្រែចាយើងឲ្យបងប្អូនស្គាល់ខ្លះអញ្ចឹងណាខ្លះអត់ស្គាល់ចឹងដើមថ្មហ្នឹងគេអាចយកមកធ្វើថ្នាំបានដែរចាហើយវិតតកួនហូរឆាឆ្ងាញ់មែនតើចាបងប្អូនធ្លាប់ដឹងអីចានេះស្រូវកំពុងនៅលូតលាស់ល្អមែនតើតិចទៀតហ្នឹងបានផ្លែអញ្ចឹងដល់ពេលផ្លែចាំខ្ញុំទៅថតឲ្យបងប្អូនមើលទៀតចានេះគឺជាផ្លូវស្រុកស្រែចានេះខាងនេះទូចវាអត់តន់ធំដូចខាងនោះទេចាអញ្ចឹងស្រូវវាមានដំណាក់កាលវាមានអាព្រោះមុនមានអាព្រោះក្រោយអញ្ចឹងណាបងប្អូនណាអញ្ចឹងអានេះព្រោះក្រោយវាធំដែរប៉ុន្តែវារៀងទូជាងខាងនោះហើយវាល្អមែនតើមើលឡើងខៀវស្ងាត់ហ្មងណាដីตรงហ្នឹងវាមានជីជាតិល្អហើយនេះកន្លែងដើមឈើសម្រាប់យើងដើរយើងមកស្រែអញ្ចឹងទៅយើងយកបាយមកញ៉ាំក្រោមដើមឈើអញ្ចឹងវាត្រជាក់វាហើយក្បាយវាឆ្ងាញ់ដែរវាមានម្ហូបដូចជាផ្អកអីចឹងទៀតអូយឆ្ងាញ់មែនតើចានេះខ្ញុំដើរតាមព្រៃស្រែដើម្បីទៅដើមឈើណាចាយើងយូរយកមកលេងស្រែម្ដងវាពិតជាសប្បាយរីករាយមែនតើចាវាមានទិដ្ឋភាពខៀវស្រងាត់អញ្ចឹងហើយវាធ្វើឲ្យភ្នែកយើងបានមើលធម្មជាតិស្អាតអញ្ចឹងណាបងប្អូនណាអញ្ចឹងខាងនោះពូស្រែខាងនេះស្រែស្រូវបងប្អូនច្រើនមែនតើអញ្ចឹងវាមានម្ចាស់ជាច្រើនអញ្ចឹងណាចានេះចិត្តចាញ់ហើយអញ្ចឹងខាងនេះវាធីធំបន្តិចវាថាទូតិចចាវាមានអាធំមានអាទូចយ៉ាងអញ្ចឹងបងប្អូនដែលចង់បានទស្សនាពេលវាផ្លាយវាផ្កាចាំខ្ញុំមកថតឲ្យបងប្អូនទស្សនាទៀតណាចាឥឡូវយើងមើលបដាយ៉ាងយើងមកគឺតាមមកស្រែម្ដងគឺស្រស់ស្រាយក្នុងចិត្តហ្មងណាវាខ្យល់វាត្រជាក់ហើយវាភ្លឺភ្នែកវាត្រជាក់ភ្នែកទៀតចាកាលពីមុននោះស្រែនៅឆ្ងាយយើងជិះកង់ជិះដឹកដើររហូតមកដល់ឥឡូវអត់ទេជិះម៉ូតូដល់ហើយជិះម៉ូតូដល់ស្រែហ្មងឥឡូវផ្លូវស្រួលទៅដល់ណាក៏ដល់ឥឡូវហ្នឹងផ្លូវហ្នឹងយើងធ្វើដល់ស្រែហ្មងឥឡូវនេះយើងមើលស្រែនេះមានទឹកមានអីចឹងនេះទឹកច្រើនតែនចាក្នុងការធ្វើស្រែវាត្រូវកាត់ទឹកអញ្ចឹងពេលណាមានទឹកដំណាំហ្នឹងវាលូតលាស់បានល្អចាអញ្ចឹងខាងនេះនេះគេជួសដោយសារវាមាននេះខ្លះអញ្ចឹងគេជួសវាដើម្បីបំពេញចាមានដើមឈើដើមអីអញ្ចឹងយើងមកក្រោមដើមឈើអញ្ចឹងវាស្រស់ស្រាយមែនតើចាយើងមើលហ្នឹងមានទឹកហើយមានដំណាំលូតលាស់អញ្ចឹងវាល្អមែនតើចានេះផ្លូវយើងជិះម៉ូតូមកដល់ស្រែមកកាលមុនអត់ទេទៅតែដើរផ្លូវក្លិកមកដល់ស្រែមកយូរចាបងប្អូនណាចាបងប្អូនអរគុណច្រើនដែលបងប្អូនបានទស្សនាតាំងពីដើមរហូតដល់ចប់បើបងប្អូនចង់ឲ្យខ្ញុំទៅកន្លែងណាទៀតសូមខមមិនមកខាងក្រោមដើម្បីឲ្យយើងទៅថតរូបស្អាតដើម្បីជូនបងប្អូនទស្សនាចាអរគុណច្រើនជម្រាបលាឆៅឆាប់ឆាយ